ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំលើកយកប្រធានបទមួយដើម្បីលើកទឹកចិត្តបងប្អូនក្នុងកលៈទេសៈដ៏លំបាកនេះគឺកុំបោះបង់ការរកចំណូលប្រចាំថ្ងៃនៅក្នុងពេលវេលាដ៏លំបាកពេលមានសង្គ្រាមការភ័យខ្លាចនិងភាពមិនប្រាកដមនុស្សជាច្រើនគិតថាគ្មានអ្វីអាចធ្វើបានទៀតទេតែជីវិតมันអាចមានស្ថានភាពល្អទេបើសិនជាយើងបោះបង់ការរកចំណូលប្រចាំថ្ងៃយើងនឹងបាត់បង់ទាំងប្រាក់និងកម្លាំងចិត្តការរកចំណូលប្រចាំថ្ងៃមិនចាំបាច់ធំមិនចាំបាច់ល្អឥតខ្ចោះសំខាន់គឺកុំឈប់ដើរតួយ៉ាងសម្រាប់បងប្អូនដែលកំពុងបម្រើការងារឲ្យគេសូមប្រមូលអារម្មណ៍ខំប្រឹងប្រែងធ្វើការធ្វើយ៉ាងណាជួយឲ្យស្ថាប័នដែលយើងកំពុងតែធ្វើការជាមួយរីកចម្រើនឬថៅកែចៅហ្វាយសប្បាយចិត្តហើយសម្រាប់អ្នកដែលមានអាជីវកម្មផ្ទាល់ខ្លួនមិនថាតូចឬធំត្រូវតែបន្តទៅមុខជានិច្ចដើម្បីឲ្យសេដ្ឋកិច្ចជាតិរបស់យើងរីកចម្រើនជាពិសេសសូមផ្ញើជូនដល់អ្នកផលិតមាតិកាទាំងអស់ស៊ូទៅមុខផលិតវីដេអូដែលផ្ដល់អត្ថប្រយោជន៍បន្តទៀតកុំអស់សង្ឃឹមកុំបោះបង់ទោះស្ថិតនៅក្នុងសង្គ្រាមការខំប្រឹងរបស់ពួកយើងទាំងអស់គ្នាគឺជាវិធីរក្សាសេចក្តីសង្ឃឹមសម្រាប់គ្រួសារនិងអនាគតសង្គ្រាមអាចបំផ្លាញអ្វីជាច្រើនតែសូមកុំឲ្យវាបំផ្លាញស្មារតីអ្នកកុំបោះបង់ការរកចំណូលប្រចាំថ្ងៃព្រោះជីវិតនៅតែត្រូវបន្តប្រសិនបើអ្វីដែលខ្ញុំលើកយកមកនេះអាចលើកទឹកចិត្តបងប្អូនឲ្យបន្តទៅមុខបានសូមជួយ Subscribe Channel របស់ខ្ញុំផងសូមអរគុណ